បងប្អូនnàyខ្ញុំមាន quote មួយពេញនិយមមែនតើសម្រាប់អ្នកលក់ដែលគាត់ត្រូវតែដឹងហើយមិនត្រឹមតែដឹងនេះគាត់ត្រូវតែធ្វើតាមតែម្ដង quote ហ្នឹងគេនិយាយចេះ Don't go back to the same place where you lost your smile ពាក្យហ្នឹងបានន័យថាម៉េចកុំត្រឡប់ទៅកន្លែងចាស់ដែលធ្វើឲ្យអ្នកនឹងបាត់បង់ស្នាមញញឹមបានន័យថាម៉េចកុំត្រឡប់ទៅកន្លែងចាស់ដែលធ្វើឲ្យអ្នកបាត់បង់ស្នាមញញឹមកន្លែងហ្នឹងគេចង់និយាយភាសាសាមញ្ញនៅក្នុង sale ពេលដែលគេចង់ជំរុញលើកទឹកចិត្តនៅពេលដែលយើងទៅជួបអតិថិជនហើយយើងអាចបានត្រៀមខ្លួនទុកមុនបន្ទាប់មកយើងលក់អត់បានអញ្ចឹងគេប្រាប់យើងថាថ្ងៃក្រោយពេលទៅជួបអតិថិជនត្រូវត្រៀមខ្លួនទុកមុនដើម្បីអីដើម្បីឱកាសបានវាមានល្អប្រសើរវាមានខ្ពស់បន្តិចបើយើងទៅលើកទី1អត់បានត្រៀមខ្លួនបន្ទាប់មកលទ្ធផលក៏អត់បានហើយបានយើងត្រូវទៅទី2ហើយអត់បានត្រៀមខ្លួនដើម្បីបង្កើតឱកាសអត់បានលទ្ធផលទៀតអត់មានហេតុផលដូចគ្នាអញ្ចឹងទាំងអស់គ្នាប្រសិនបើយើងទម្លាប់ចូលធ្វើការនៅម៉ោង8ហើយបន្ទាប់មកយើងចេញពីធ្វើការវិញនៅម៉ោង5នេះគឺជាម៉ោងការងារស្តង់ដារមួយនៅក្នុងប្រទេសកម្ពុជារបស់យើងគឺបែបហ្នឹងគឺស្តង់ដារមែនតើម៉ោង8ព្រឹកចូលម៉ោង5ល្ងាចចេញហើយយើងដឹងទៀតថាក្នុងនាមជាភ្នាក់ងារឬក៏នៅក្នុងនាមជាថ្នាក់ដឹកនាំផ្នែកលក់ហ្នឹងយើងអត់អាចធ្វើការទៅតាមតនិចនាឡិកាបែបហ្នឹងបានទេយើងអត់អាចចូលម៉ោង8ហើយយើងចេញម៉ោង5ទេហើយយើងក៏មិនអាចថាម៉ោង8ទៅដល់ office ហើយយើងចាប់ផ្ដើមធ្វើការភ្លាមបានទេខ្ញុំអាចនិយាយពីខ្លួនឯងតិចនៅពេលដែលខ្ញុំចាប់ផ្ដើមធ្វើជាអ្នកលក់ត្រឡប់ទៅជាង20ឆ្នាំមុនខ្ញុំចូលធ្វើការនៅម៉ោង7កន្លះព្រឹកជំនាន់ខ្ញុំនោះគឺគេបន្ថយកន្លះម៉ោងគឺម៉ោង7កន្លះដើមឡើយមកប្រទេសរបស់យើងគឺម៉ោងផ្លូវការគឺម៉ោង7ប៉ុន្តែពេលដែលខ្ញុំចូលធ្វើដល់លក់ហ្នឹងក្រុមហ៊ុនរបស់ខ្ញុំក៏ជ្រើសរើសធ្វើទៅម៉ោង7កន្លះតែថ្មីនេះមកដល់ម៉ោង8ហើយដោយសារចង់ speed ម៉ោងកុំឲ្យរវល់ខ្លាំងពេកទៅលើផ្លូវថ្នល់អ្នកខ្លះចូលម៉ោង7អ្នកខ្លះចូលម៉ោង8ទៅដើម្បីឲ្យផ្លូវហ្នឹងកុំស្ទះចរាចរណ៍ខ្លាំងពេកអាហ្នឹងយើងបាត់បែនទៅតាមសម័យកាលទេតែជំនាន់ខ្ញុំក្រុមហ៊ុនខ្ញុំគាត់សម្រេចថាធ្វើការនៅម៉ោង7កន្លះហើយចេញម៉ោង5ដដែលមែនតើទៅខ្ញុំអត់បានធ្វើការពីម៉ោង7កន្លះទៅទេខ្ញុំចាប់ផ្ដើមក្រោកតាំងពីម៉ោង5មកខ្ញុំចាប់ផ្ដើមហាត់ប្រាណបន្តិចបន្តួចខ្ញុំចាប់ផ្ដើមមើលការងាររបស់ខ្ញុំបន្តិចបន្តួចបន្ទាប់មកខ្ញុំរំលឹកឡើងវិញពីអ្វីដែលខ្ញុំបានជួបនៅថ្ងៃកន្លងមកខ្ញុំរំលឹកឡើងវិញបន្តិចតើខ្ញុំបានធ្វើអីខ្លះហើយខ្ញុំបង្កើតលទ្ធផលបានអីខ្លះតើខ្ញុំជួបបញ្ហាអីខ្លះហើយខ្ញុំដោះស្រាយបញ្ហាហ្នឹងយ៉ាងម៉េចបន្ទាប់មកតើខ្ញុំត្រូវធ្វើម៉េចដើម្បីខ្ញុំអាចលក់បានថ្ងៃហ្នឹងចឹងខ្ញុំចាប់ដើមគិតគូរវិភាគហ្នឹងតាំងពីម៉ោង6ព្រឹកមកនៅផ្ទះខ្ញុំគិតគូរពីអ្វីដែលខ្ញុំត្រូវធ្វើគិតគូរពីរឿងរ៉ាវដែលខ្ញុំបានជួបសិនពេលដែលខ្ញុំមកធ្វើការម៉ោង7កន្លះដល់ office គឺខ្ញុំចាប់ផ្ដើមរៀបចំក្បួនរៀបចំឈុតឆាកផ្សេងដើម្បីតំណែងទៅអតិថិជនឬក៏អាចនិយាយថាជំនាន់នោះគឺចេញទៅរកអតិថិជនតែម្ដងអត់មកដល់ម៉ោង7កន្លះត្រេតត្រត់រេររកអីផ្សេងទៀតខ្ញុំអត់ទេគឺ7កន្លះមកដល់ office ហ្នឹងគឺខ្ញុំ ready ខ្ញុំត្រៀមខ្លួនរួចជាស្រេចនៅក្នុងការចេញប្រយុទ្ធចេញរកភ្ញៀវតែម្ដងហើយដើម្បីបានភ្ញៀវមែនតើទៅខ្ញុំអត់មានម៉ោងសម្រាប់បាយថ្ងៃត្រង់ទេស្រាប់ពេលដែលភ្នាក់ងារផ្សេងគាត់គេងលេងនៅក្រោមដើមឈើអ្នកខ្លះទៀតគាត់ទៅអង្គុយនៅក្នុងវត្តអីចឹងណាដើម្បីសម្រាកតែខ្ញុំអត់មានម៉ោងសម្បាយថ្ងៃត្រង់ទេខ្ញុំទៅអង្គុយលេងនៅកន្លែងតូបលក់ចាប់ហួយខ្ញុំទៅអង្គុយលេងនៅក្រោមដើមឈើកន្លែងដែលមានបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ហ្នឹងគាត់មកអង្គុយលេងដែរឬក៏អាចនិយាយថាជាអតិថិជនគោលដៅរបស់យើងនៅអង្គុយនឹងដែរខ្ញុំទៅអង្គុយលេងមួយគាត់ទៅញ៉ាំទឹកលេងមួយគាត់ពេលខ្លះក៏ដាក់ស្រាសមកកូនកៅជាមួយគាត់ក៏មានដែរជំនាន់ហ្នឹងនៅពេលយើងញ៉ាំស្រាសញ៉ាំស្រាថ្នាំអត់មានវិជាទេច្រើនមិនមែនតែអត់មានទេគឺវិជាថ្លៃអញ្ចឹងយើងអត់មានលទ្ធភាពទេមកកូនតយមួយគាត់ជ
ជួនកាលមកក្រេបទៅទៅជ័យលេងមួយគាត់នៅក្នុងម៉ោងសម្រាប់ហ្នឹងបង្កើតតំណែងជាមួយគាត់ហើយតាមរយៈការបង្កើតតំណែងជាមួយគាត់នឹងក៏ធ្វើឲ្យយើងលក់បានលទ្ធផលគួរឲ្យគាត់សម្គាល់ដែរហើយខ្ញុំក៏អត់ចាប់ម៉ោងកាយខ្ញុំធ្វើម៉ោង5នឹងដែរធ្វើបិទតែក្រុមហ៊ុនតម្រូវថាម៉ោង5ទៅដល់ office ដើម្បីយើងបិទរបាយការណ៍ប្រចាំថ្ងៃដើម្បីយើងប្រជុំឆ្លុះប្រចាំខ្ញុំក៏តែងតែប្រាប់មេដែរថាប្រហែលជាខ្ញុំអាចយឺតតិចតួចហើយមេក៏គាត់និយាយទៅវិញដែរថាអត់អីទេសួនឯងការងារច្បាស់លាស់អញ្ចឹងរបាយការណ៍គឺមានរហូតបញ្ហាក៏ប្រាប់ដំណោះស្រាយក៏ប្រាប់ស្អីក៏មានអញ្ចឹងខ្ញុំអត់ចាំបាច់ខ្វល់ទេព្រោះអីមកអត់សំខាន់ទេពួកគាត់ដឹងតែខ្ញុំមិនក៏អត់សំខាន់ថាខ្ញុំមកប្រជុំឬក៏អត់មកប្រជុំទេដោយសារតែខ្ញុំមានរបស់ដាក់ឲ្យគាត់ពេញលេញទាំងអស់អត់ដែលខ្វះខាតទេអញ្ចឹងខ្ញុំពីចឹងខ្ញុំបដល់ម៉ោង5កន្លះហើយជាទូទៅជាធម្មតាខ្ញុំអាចមកយឺតតិចតួចអាចថាដល់កន្លះម៉ោងហ្នឹងឯងប៉ុន្តែតិចតួចមែនទេដែលខ្ញុំមកតាន់ម៉ោង5ហ្នឹងដោយសារអីខ្ញុំទៅបន្តធ្វើការវិទ្យាជនហើយក្រោយពេលដែលខ្ញុំចាប់ការងារម៉ោង5កន្លះមួយថ្នាក់ដឹកនាំបកគលរបាយការណ៍ឲ្យទៅមានឲ្យអស់ក៏ដោយក៏ខ្ញុំអត់តាន់បញ្ចប់ការងារធ្វើនឹងដែរពេលទៅដល់ផ្ទះយប់ឡើងហ្នឹងអតិថិជនក៏ទេមកគាត់ឆ្លើយឆ្លងមកគាត់ស៊ូច្រើនហើយអត់មានឆាតទេបងប្អូនគឺទេបងពេលខ្លះនិយាយទូរស័ព្ទដល់ម៉ោង10បាន10ជប់ជាមួយនឹងខ្ញុំក៏ថាបានដែរពេលខ្លះណាហើយម៉ោងជាផ្លូវការរបស់ខ្ញុំដែលចំណុចដែលខ្ញុំធ្វើការហ្នឹងគឺខ្ញុំធ្វើតាំងពីម៉ោងអាចថា6ព្រឹករហូតដល់ម៉ោង10យប់ជាទូទៅដែលម៉ោងដែលខ្ញុំធ្វើការជាទូទៅខ្ញុំធ្វើការខ្ញុំមិនដែលលើសពី3ខែពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយខ្ញុំបដូរទូនាទីពីភ្នាក់ងារធម្មតាទៅជាភ្នាក់ងារជាន់ខ្ពស់បន្ទាប់ពីចប់ probation ខ្ញុំឡើងប្រកម្មពេលខ្ញុំធ្វើការចប់មួយកម្មនឹងហើយ3ខែក្រោយខ្ញុំអាចមានឱកាសឡើងទៅជា team leader ខ្ញុំមានឱកាសឡើងទៅជា supervisor បន្ទាប់មកខ្ញុំក៏មានឱកាសឡើងទៅជា manager ហើយក៏ធ្វើដល់ director តែម្ដងកន្លែងហ្នឹងគឺជាលទ្ធផលមួយដែលយើងទទួលបានពីការដែលយើងធ្វើការអត់ផ្ដោតទៅលើនាឡិកាអត់ផ្ដោតទៅលើម៉ោងដែលយើងបានកំណត់ជាមួយនឹងក្រុមហ៊ុនទេហើយខ្ញុំដឹងទៀតនៅពេលដែលខ្ញុំអង្គុយធ្វើការទាំងអស់ហ្នឹងមានមនុស្សជាច្រើនសើចច្បក់ឲ្យខ្ញុំគ្រាន់តែក្រោយមកពួកគាត់លែងហ៊ានសើចច្បក់ឲ្យខ្ញុំតែម្ដងគាត់ពិតជាលែងហ៊ានសើចច្បក់ឲ្យខ្ញុំហើយគាត់ពិតជាសរសើរខ្ញុំមែនថាពិតជាប្រកែកមែនតើក្រោយខ្ញុំចង់និយាយបានថាម៉េចពេលដែលយើងចាប់ផ្ដើមធ្វើរឿងដែលខុសពីគេគ្មាននរណាគ្រប់គ្រងយើងទេផ្ទុយទៅវិញមានតែអ្នកសើចច្បក់ឲ្យយើងហើយអង្គុយរងចាំមើលលទ្ធផលរបស់យើងដល់ពេលយើងធ្វើបានល្អបានលទ្ធផលជោគជ័យទៅបានគេចាប់ដើមកោតសរសើរស្ងាត់សរសើរយើងហើយអ្នកខ្លះក៏ធ្វើមកសួរយើងធ្វើម៉េចបានជោគជ័យទាំងតែគាត់ដឹងតែយើងធ្វើមិនហើយព្រោះគាត់នៅជាមួយយើងគាត់ឃើញយើងធ្វើគាត់ថែមតាំងជាមនុស្សម្នាក់ដែលបង្អាប់យើងថែមទៀតហើយគាត់បានមកសួរយកគូចាក់ស្អីគាត់មិនបានទៅធ្វើអីទេខ្ញុំនៅតែឃើញគាត់ធ្វើធម្មតាគាត់នៅតែលក់ធម្មតាខែខ្លះគ្រប់តែគាត់ខែខ្លះមិនគ្រប់តែគាត់ទៅពេលខ្លះត្រូវមាត់មេពេលខ្លះក៏រួចខ្លួនទៅប៉ុន្តែខ្ញុំអត់ឃើញគាត់មានអីប្រែប្រួលតតែសោះគាត់នៅធម្មតាធ្វើការជាមួយគ្នាខ្ញុំឡើងមកដល់តំណែង manager គាត់នៅតែជាសាររដ្ឋដដែលរហូតដល់ខ្ញុំខ្លាយទៅជា director រហូតដល់ខ្ញុំពេលនេះខ្លាយទៅជាថ្នាក់ដឹកនាំជាម្ចាស់អាជីវកម្មទៅជាគ្រូបង្វឹកគាត់ពេលនេះបានត្រឹមតែជា supervisor ទេវ័យប្រហែលជាខ្ញុំនេះហើយគាត់បានត្រឹមតែ supervisor ទេគាត់អត់យល់ថាហេតុអីបានជាគាត់នៅដឹងខ្ញុំអាចនិយាយបានថាគាត់នៅកន្លែងហ្នឹងគាត់តែងតែត្រឡប់ទៅកន្លែងចាស់របស់គាត់ទាំងដែលកន្លែងដែលគាត់កំពុងតែស្ថិតនៅហ្នឹងមិនបានផ្ដល់ឱកាសរីកចម្រើនឲ្យគាត់មិនបានជួយគាត់ឲ្យលទ្ធផលឲ្យសម្រេចលទ្ធផលបានខ្ពង់ខ្ពស់អត់ទាំងអស់តែគាត់នៅតែនៅអញ្ចឹងគាត់នៅតែពេញចិត្តនៅកន្លែងហ្នឹងគាត់នៅតែបន្តឲ្យនៅទៀតអត់ព្រមធ្វើទេខ្ញុំបានចំចិត្តនៅក្នុងគ្រូរបស់ខ្ញុំតែម្ដងខ្ញុំអាចថាមានសំណាងក៏ថាបានដែលខ្ញុំជួបជាមួយនឹងមិត្តភ័ក្តិល្អៗមួយចំនួននៅក្នុងសាលារៀនហើយខ្ញុំជួបជាមួយនឹងមនុស្សល្អៗមួយចំនួនដែលតែងតែលើកទឹកចិត្តឲ្យខ្ញុំអានសភៅច្រើនហើយពេលដែលខ្ញុំអានសភៅខ្ញុំបានជួប quote ហ្នឹងគាត់និយាយថាធ្វើជាមនុស្សអត់គួរទៅកន្លែងដែលយើងញញឹមអត់ចេញទេភាសាហ្នឹងគឺយើងអត់គួរត្រឡប់ទៅកន្លែងដែលយើងញញឹមអត់ចេញទេអញ្ចឹងយើងក៏ចាប់ដើម structure វាទៅជា quote មួយឲ្យល្អបន្តិចដែលយើងនិយាយថាយើងអត់គួរវិលត្រឡប់ទៅកន្លែងចាស់ដែលធ្វើឲ្យយើងបាត់បង់ស្នាមញញឹមទេគឺបានតែអញ្ចឹងទាំងអស់គ្នាអញ្ចឹងប្រសិនបើយើងធ្វើសកម្មភាពរាល់ថ្ងៃហ្នឹងយើងអត់អាចញញឹមដោយស្រួលអត់អាចញញឹមដោយក្តីពេញចិត្តអត់អាចញញឹមដោយស្កប់ចិត្តយើងគួរតែចាក់ចេញពីកន្លែងហ្នឹង
từ cái lại mấy mươi tiết đâm bậy ở dưới nhiều nhầm đôi cặp chật nhiều nhầm đôi sự bài chật tiếp chỉ được đại lọ và phải mình ok nhưng chọn người bảo vốn vì cha na cái lại đừng tự ác đi thì ác quần